នេះវីដេអូដាំត្រសក់និងសណ្តែកគួរដើមម្រះ3 4 មុខក្នុងនេះក្នុងមួយរងដាក់ពី3 មុខចេះដាក់អស់ឡើយនេះពងតែរៀបចំដាំបដកកូនហើយដាក់3 4 មុខទៅគួនបន្តិចទៅបន្តិចទៅនោះបន្តិចទៅនេះម្ទេសហ្នឹងមើលម្ទេសញ៉ាំវាផ្លែម្ទេសដាច់សាច់ម្ទេសសយ៉ាម្ទេសនេះបកកែផ្លែណានេះទៅពាំងបាយជូរព្រៃក្រិនអត់ល្អសោះយកមកដាំយើងដីយើងនេះដីវាវាដីខ្សាច់លបាយខ្សាច់អត់ឡើងនេះសក់នេះម្រះកូនម្រះតែញឹកតិចព្រោះយើងឲ្យឡើងទ្រើងមួយថ្ងៃ2ទៀតយកអាស័យមកដោតធ្វើទ្រើងឡើងហើយដើមកភ្លូនេះមកដាំមិនដែលហូបទេដើមកភ្លូបងប្អូនស្គាល់ផ្លែនេះអត់នេះឆ្នាំនេះថាផ្លែតិចពេលដល់ពេលវាធំទៅមកច្រើនជាងឆ្នាំទៅវិញទៀតផ្លែលើកទី3នេះផ្លែនេះលើកទី3ហើយផ្លែលើកទី3ហើយកោកមេឃអស់មើលអានេះគេហៅថាទៀបបាតណាពេលវាទុំទៅសបកវាឡើងអលើបក្រហមអលើបអានឹងទុំហើយក្រហមអលើបអានឹងចាស់បេះបន្ទុំបានបើខ្ញុំទុកឲ្យទៅទុំដើមបានខ្ញុំបេះព្រោះមានតិចបានមកប្រហែល2 គ្រាប់ដុះបាននឹង2តែមួយគ្រាប់ងាប់បាត់ទៅនៅសល់មួយដើមមកឡូវបានពូជហើយដុះដាក់ក្រោយផ្ទះហើយទៀបបាតអាហ្នឹងឆ្នាំកាពះបងប្អូនអាហ្នឹងយកដាំទឹកហូបជាកាពះ